ការជ្រើសរើសសមាជិកក្រុមមួយមានការរីកចម្រើនលូតលាស់ធំធាត់ទៅបានឬទទួលបានជោគជ័យមិនមែនដោយសារការខិតខំកសាងដោយបុគ្គលដែលមានសមត្ថភាពខ្លាំងពូកែតែម្នាក់នោះទេវាត្រូវមានការចូលរួមនិងខិតខំកសាងពីសមាជិកទាំងអស់នៃក្រុមនោះដូច្នេះជ្រើសរើសឬក៏ទទួលយកបេក្ខជនណាម្នាក់មកធ្វើជាសមាជិកនៃក្រុមពិតជាមានសារៈសំខាន់បំផុតនិងចម្បងបំផុតមានបែបផែនបែបបទលក្ខខណ្ឌដំណាក់កាលការវិភាគធ្វើពិសោធន៍ជាច្រើននៅក្នុងការជ្រើសរើសសមាជិកក្រុមដើម្បីឲ្យឈានទៅដល់ការជ្រើសរើសសមាជិកក្រុមប្រកបដោយភាពប្រសើរប៉ុន្តែអ្វីដែលយើងចង់និយាយជាសំខាន់នៅពេលនេះគឺសមត្ថភាពនៃសមាជិកនីមួយៗតែយើងគួរជ្រើសរើសបុគ្គលដែលមានសមត្ថភាពយ៉ាងម៉េចខ្លះសម្លឆ្ងាញ់បានដោយសារគ្រឿងផ្សំគ្រប់ចំណែកក្រុមមានដំណើរការទៅល្អបានដោយសារក្រុមមានធាតុផ្សំគ្រប់ផែនការគ្រប់គ្រាន់ដែរឡានមិនអាចទៅមុខបានដោយសារសារធាតុផ្សំតែមួយមុខនោះទេផ្ទះមិនអាចកាត់ឡើងជាផ្ទះបានដោយសារគ្រឿងផ្ទះតែមួយមុខនោះដែរឡាក់អ្វីគ្រប់យ៉ាងដែលកើតជារូបរាងឡើងមិនមែនមានធាតុផ្សំតែមួយនោះទេនិទានក្រុមតោទាំងពីរនៅក្នុងព្រៃព្រឹក្សាអ្នកតាវត្តធំមួយមានស្ដេចដំរីមួយជាអ្នកគ្រប់គ្រងដឹកនាំត្រួតត្រាបញ្ជាសពសារពើលើវងសត្វព្រៃទាំងអស់ទាំងសត្វស្លាបសត្វលើដើមឈើសត្វលើដីសត្វក្នុងដីនិងសត្វក្នុងទឹកវេលាមួយដោយសារស្ដេចដំរីមានវ័យចំណាស់ទៅហើយចង់ចូលនៅវត្តពីការដឹកនាំដើម្បីភៀសខ្លួនសំងំកាន់សិលនៅទីស្ងាត់ដែលគ្មានការរំខានពីសត្វដទៃតែមុននឹងស្ដេចដំរីបានលាលែងពីតំណែងវាគិតនឹងរកសត្វណាដែលស័ក្តិសមដើម្បីដឹកនាំប្រឹក្សាជំនួសខ្លួនស្ដេចដំរីក៏មើលឃើញសត្វតោពីរក្បាលដែលមានសមត្ថភាពប្រហាក់ប្រហែលគ្នាដូច្នេះស្ដេចដំរីបានតម្រូវឲ្យសត្វធ្វើជាការប្រកួតប្រជែងដើម្បីបានតំណែងជាប្រមុខព្រៃគឺសត្វតោទាំងពីរនោះត្រូវបង្កើតក្រុមរៀងៗខ្លួនដើម្បីប្រណាំងប្រជែងធ្វើដំណើរឲ្យទៅដល់កំពូលភ្នំដែលខ្ពស់ជាងគេនៅទិសខាងលិចស្ដេចដំរីបានទុកពេល3 ខែសម្រាប់ឲ្យសត្វតោទាំងពីរជ្រើសរើសសមាជិកនិងវឹកហាត់សមត្ថភាពដល់សមាជិកក្រុមរៀងខ្លួននៅក្នុងការជ្រើសរើសសមាជិកក្រុមនោះសត្វតោទី1បានគិតថាដើម្បីអាចប្រណាំងរត់ទៅដល់គោលដៅបានត្រូវតែជ្រើសរើសអ្នកដែលមានសមត្ថភាពខ្លាំងជាងគេនៅក្នុងព្រៃនោះមានសត្វតោនៅក្នុងព្រៃនេះមានតែសត្វតោទេដែលមានសមត្ថភាពខ្លាំងជាងសត្វណាទាំងអស់ដូច្នេះខ្លួនក៏ប្រកាសជ្រើសរើសសត្វដែលមានសមត្ថភាពខ្លាំងដើម្បីជាក្បាលម៉ាស៊ីនដឹកនាំចំណែកសត្វតោទី2គិតថាដើម្បីរត់ទៅដល់គោលដៅត្រូវជ្រើសរើសសត្វដែលមានសមត្ថភាពខ្លាំងផ្សេងពីគ្នាដូច្នេះគេត្រូវជ្រើសរើសសត្វប្រភេទផ្សេងគ្នាដូចជាអន្ត្រីកំប្រុកជ្រូកត្រសេះទន្សាយឆ្លុះក្របីស្វាគោរមាសសេកសារិកាថ្ងៃប្រកួតមកដល់សត្វទាំងពីរក្រុមបានរៀបត្រៀមខ្លួនជាស្រេចយ៉ាងស្វាហាប់រហ័សរហួននឹងការពៀបនិងពោពេញទៅដោយភាពជឿជាក់រៀងខ្លួនក្រុមទាំងពីរបានចេញដំណើរគ្នាក្រុមទី1ដែលមានសុទ្ធតែសត្វតោបានបោះពួយមួយទំហឹងពួកគេរត់ឆ្លងកាត់ព្រៃដ៏ក្រាស់វាលស្មៅដ៏ធំភ្នំខ្ពស់ជ្រោះដ៏ជ្រៅប៉ុន្តែទៅដល់នៅត្រឹមមាត់ត្រើយនៃទន្លេដ៏ធំដែលមានទឹកជំនន់ចូលជន់ខ្លាំងពួកគេមិនអាចទៅរួចបានត្រឹមតែឈរនៅឯនាយត្រើយម្ខាងទៀតនៃទន្លេប៉ុណ្ណោះចំណែកឯក្រុមទី2វិញមិនបានរត់មកលឿនដោយក្រុមសត្វតោនោះទេព្រោះត្រូវជួយយឹតយោងសង្គ្រោះគ្នាពេលមានអាសន្នគ្រោះភ័យផ្សេងប៉ុន្តែពួកគេមានការចាត់ចែងការងារត្រឹមត្រូវគឺសត្វឥន្ទ្រីមានតួនាទីហោះហើរទៅមុនដើម្បីមើលផ្លូវក្រែងវង្វេងខុសគោលដៅសត្វស្វាជាអ្នកបោចវល្លិយឹតយំពេលធ្លាក់ជ្រោះសត្វត្រសេះជាអ្នកកាត់ដើមឈើធ្វើជាស្ពានចម្លងជ្រោះសត្វតោជាអ្នករត់ពង្រាបស្មៅនិងផ្លូវទៅមុននិងវាយប្រហារសត្វដែលមកយាយីតាមផ្លូវឥន្ទ្រីជាអ្នកស្ទូចចាប់សត្វតូចដែលវាឡើងខ្ពស់មិនបាន
ដល់ពេលទៅដល់ទន្លេធំមានសត្វក្រពើធ្វើជាក្បូនដឹកជញ្ជូនចម្លងសត្វដែលមិនអាចហោះហើរនិងមិនចេះហែលទឹកទីបំផុតក្រុមទី2បានធ្វើដំណើរទៅដល់ភ្នំដ៏ខ្ពស់នៅទិសដៅខាងលិចជាស្ថាពរក្រុមទី1មានការខកចិត្តយ៉ាងខ្លាំងស្ដេចដំរីបានប្រកាសតែងតាំងអ្នកដឹកនាំតនៅក្រុមទី2ធ្វើជាប្រធានដឹកនាំសត្វទាំងអស់នៅក្នុងអាណាចក្រព្រៃព្រឹក្សាទាំងមូលគំនិតពិចារណាមួយក្នុងនាមជាអ្នកដឹកនាំទ្រង់តូចចក្ខុវិស័យវែងឆ្ងាយក្នុងការមើលឃើញបញ្ហាទាំងឡាយដែលអាចកើតឡើងនៅលើផ្លូវទៅកាន់គោលដៅអ្នកដឹកនាំត្រូវមើលឃើញបញ្ហានិងត្រៀមដំណោះស្រាយទុកជាមុនដើម្បីរៀបចំត្រៀមនៅក្នុងការជៀសវាងនិងដោះស្រាយបញ្ហាឧបសគ្គទាំងឡាយទាំងពួងនោះអ្នកដឹកនាំដែលអត់ចេះព្យាករណ៍បញ្ហាដែលអាចកើតឡើងនាពេលអនាគតខាងមុខអ្នកដឹកនាំនោះមិនទាន់មានសមត្ថភាពពេញលេញសមធ្វើជាអ្នកដឹកនាំក្រុមនោះទេ2យើងត្រូវជ្រើសរើសសមាជិកក្រុមដែលមានសមត្ថភាពផ្សេងៗមានជំនាញផ្ទាល់ខ្លួនដើម្បីធ្វើកិច្ចការនិងដោះស្រាយបញ្ហាផ្សេងៗគ្នាព្រោះថានៅក្នុងសង្គមមួយមិនមែនមានការងារតែមួយប្រភេទមួយវិស័យដែលត្រូវនឹងដោះស្រាយនោះទេនៅក្នុងសង្គមមួយមានកិច្ចការងារច្រើនផ្នែកនិងច្រើនវិស័យណាស់បើសមាជិកក្រុមសុទ្ធតែជាអ្នកដែលមានសមត្ថភាពនិងចំណេះដឹងតែមួយនោះប្រកាសជាត្រូវជួបការរំខាននិងការរាំងស្ទះនៃការងារទាំងនោះជាមិនខាន3រាល់សមិទ្ធផលអស្ចារ្យទាំងអស់មិនអាចកាត់ឡើងបានដោយសារភាពអស្ចារ្យរបស់បុគ្គលម្នាក់នោះទេគឺតែងតែកើតឡើងពីការផ្សំផ្គុំបុកបញ្ចូលគ្នានៅសមាសភាពអស្ចារ្យនៃបុគ្គលម្នាក់រួមបញ្ចូលគ្នាអង្គរវត្តកើតឡើងពីសមាសភាពអស្ចារ្យនៃស្ដេចជាច្រើនអង្គនាមឺនជាច្រើនអ្នកនិងប្រជារាស្ត្រដែលមានសមត្ថភាពផ្សេងគ្នាជាច្រើនអ្នករួមកិច្ចសហប្រតិបត្តិការគ្នាសម្លដែលមានរសជាតិឆ្ងាញ់មិនមែនជាសម្លដែលគ្រឿងដែលផ្សំឡើងពីបន្លែសាច់តែមួយមុខនោះទេគឺត្រូវផ្សំគ្រប់គ្រឿងរួមគ្នាទើបឆ្ងាញ់4ចូលសម្លឹងមើលតើថាឡានផ្សំឡើងពីគ្រឿងផ្សំប៉ុន្មានមុខពិតណាស់ឡានមិនអាចកើតឡើងដោយផ្សំអំពីដៃតែមួយមុខនោះទេយ៉ាងណាភាពជោគជ័យលើវិស័យអ្វីក៏ដោយក៏សុទ្ធតែត្រូវមានកិច្ចសហប្រតិបត្តិការចូលគ្នាជាច្រើនអំពីសមាជិកដែលមានសមាសភាពផ្សេងគ្នាជាច្រើនសម្បីតែខ្លួនមនុស្សក៏ផ្សំឡើងពីសរីរាង្គជាច្រើនដូចជារាងកាយអវយវៈក្បាលកថ្លើមប្រមាត់លំពេងពោះវៀន5ក្រុមហ៊ុនមួយមិនអាចទទួលបានភាពជោគជ័យទេប្រសិនបើបុគ្គលនៅក្រុមហ៊ុននោះមានសមត្ថភាពដូចគ្នាទាំងអស់នោះតើពួកគេនឹងធ្វើអ្វីកើតខ្លះវាជារឿងដែលមិនអាចទៅរួចចំពោះមនុស្សដែលមានសមត្ថភាពដូចយើងដែលត្រូវជួលជាបុគ្គលស៊ីប្រាក់ឈ្នួលនិងធ្វើការងារតែគឺជាកិច្ចការថ្នាក់ប្រតិបត្តិចំពោះដៃគូដែលត្រូវចាត់ទុកថាជាខួរក្បាលសម្ព័ន្ធត្រូវជ្រើសរើសមនុស្សដែលមានសមត្ថភាពឬជំនាញខុសៗគ្នាសម្រាប់អ្នកដើរតាមក្រុមសមាជិកក្រុមអាចមានសមត្ថភាពដូចគ្នាតាមផ្នែកឬស្ថាប័នរបស់ខ្លួនបានប៉ុន្តែសម្រាប់ខួរក្បាលមេលំដាប់មេដឹកនាំតាមស្ថាប័ននីមួយនោះដាច់ខាតត្រូវតែមានសមត្ថភាពឬចំណុចខ្លាំងផ្សេងដាច់ដោយឡែកពីគ្នាប៉ុន្តែធ្វើការងារក្រោមដំបូលតែមួយទិសដៅផ្សេងតែគោលដៅតែមួយឧទាហរណ៍ផ្ទះដំបូលសសរជញ្ជាំងរនាបជណ្ដើរនេះហៅថាខួរក្បាលសម្ព័ន្ធឬខួរក្បាលមេដឹកនាំតាមផ្នែកអ្នកដឹកនាំតាមស្ថាប័ននីមួយចំណែកឯសមាជិកក្រុមវិញគឺមានក្រុមក្តារជញ្ជាំងក្រុមសសរក្រុមរនាបក្រុមដំបូលលក្ខនិងលក្ខចាអរគុណច្រើនបងប្អូនអត្ថបទនេះក៏សូមបញ្ចប់តែប៉ុណ្្នេះហើយក៏សូមអរគុណដល់ក្រុមការងារដែលតែងតែជួយបង្ហាត់បង្រៀនអំពីរបៀបកាត់តវីដេអូសម្រាប់ផុស YouTube Facebook TikTok ហើយពួកយើងក៏មានក្លឹបប្រឹក្សាភាគហ៊ុនដែលបង្រៀនបងប្អូនអំពីទីផ្សារភាគហ៊ុននៅក្នុងស្រុកខ្មែរបើសិនបងប្អូនមានចំណាប់អារម្មណ៍បងប្អូនអាចទំនាក់ទំនងតាមរយៈ Telegram admin យើងបានហើយមួយទៀតនឹងខ្ញុំក៏មានសេវាកម្មនៅលើខ្មែរដុល្លារទុរហើយដែរបើសិនបងប្អូនចង់មើលព័ត៌មានលម្អិតបងប្អូនអាចឆាតចូល Telegram នឹងខ្ញុំឬក៏ទំនាក់ទំនងទៅ Facebook Messenger ឆាតបាន
ចាអរគុណច្រើនយូរៗជួបគ្នាវីដេអូក្រោយទៀត សួស្តីអ្នកនរគ្នាតើបងប្អូនអ្នកខ្លះដែលមានបំណងចង់ចេះវិនិយោគភាគហ៊ុនចង់បង្កើនសមត្ថភាពចំណេះដឹងឲ្យកាន់តែទូលំទូលាយដើម្បីទាញយកផលប្រយោជន៍ផលចំណេញពីទីផ្សារភាគហ៊ុនបានកាន់តែច្រើនយើងខ្ញុំមានគ្រប់ឯកជនទទួលចុះឈ្មោះចូលរៀនជារៀងរាល់ថ្ងៃមានសមាជិករៀមច្បងគ្រប់ admin ជាច្រើនរូបដែលគាត់ឆ្លងកាត់បទពិសោធន៍ជាច្រើនឆ្នាំព្រមចែករំលែកបទពិសោធន៍ចំណេះដឹងការសិក្សាយើងរៀនតាមប្រព័ន្ធអនឡាញដែលមានគ្រប់ Telegram ជាគោលបងប្អូននៅទីណាក៏អាចរៀនបានឲ្យតែមានអ៊ីនធឺណិតទទួលបានការប្រឹក្សាបញ្យល់ដោយផ្ទាល់នៅក្នុង Telegram ជាឆាតឯកជនឬក៏ក្នុងក្រុមមានមេរៀនចុងក្រោយជំនួយជាច្រើនដូចជារូបភាពអត្ថបទអក្សរសារសំឡេងនិងវីដេអូសិក្សាស្វែងយល់អំពីគន្លឹះវិធីសាស្ត្រជួញដូររយៈពេលខ្លីការវិនិយោគរយៈពេលវែងការចាត់ចែងដើមទុននិងគ្រប់គ្រងហានិភ័យវិភាគជ្រើសរើសក្រុមហ៊ុនវិភាគតាមបែបកត្តាមូលដ្ឋានកត្តាបច្ចេកទេសមើលសូចនាករការវិភាគតាមដានចែករំលែកជាប្រចាំថ្ងៃដើម្បីឲ្យដឹងមូលហេតុភាគហ៊ុនឡើងចុះទទួលបាននូវភាពកក់ក្ដៅមិនឯកោនៅក្នុងវិស័យភាគហ៊ុនសម្រាប់បងប្អូនដែលចាប់អារម្មណ៍អាចតាក់ទងតាមលេខ Telegram នៅលើវីដេអូនេះបានដើម្បីសួរព័ត៌មានបន្ថែមតាក់ទងនឹងការចុះឈ្មោះសូមអរគុណ